លោកបងបើចង់ឲ្យអូនព្រមទទួលលោកបងជាប្តីពេញលក្ខណៈលោកបងត្រូវតែបង្ហាញភាពក្លាហានតើអូនចង់ឲ្យបងធ្វើអីបានបងនឹងទៅបេះវាមកឲ្យអូនទោះជាត្រូវបន្ថយជីវិតក៏ដោយសូមវត្ថុស័ក្តិសិទ្ធិនិងស្ដេចអ្នកក្រាចដឹងឮខ្ញុំបុប្ផាសូមប្រគល់បេះដូងបឹងរកម្ចាស់ដើមវិញសូមយកបេះដូងភក្តីនិងឈាមបូជារបស់ខ្ញុំទៅចុះតែសូមលោកបងជ័យសឹងបានរស់ជាមនុស្សវិញផងរំពេចនោះពេលដែលផ្កាឈូកប៉ះនឹងផ្ទៃទឹកពន្លឺពណ៌សចែងចាំងដូចព្រះអាទិត្យរាប់ពាន់ដួងបានជះចេញពីបាតបឹងពន្លឺនោះបានរុញច្រានពពកខ្មៅងងឹតឲ្យរលាយបាត់មួយរំពេចរឿងបណ្ដាសាបឹងនាគរាជនិងស្នេហ៍ភក្តីនាពេលព្រឹកព្រលឹមដែលពោពេញទៅដោយភាពស្រស់ស្រាយបុរសកំឡោះម្នាក់រូបរាងខ្ពស់ស្រឡះសាច់ឈាមភ្លឺថ្លាជិះសេះកាត់ភូមិយ៉ាងសង្ហានោះគឺជ័យសឹងដែលទើបទៅវិលត្រឡប់មកពីសិក្សានៅនគរឆ្ងាយភាពសង្ហារបស់លោកបានធ្វើឲ្យស្រីៗក្នុងភូមិសម្លឹងមើលមិនដាក់ភ្នែកព្រះអើយអ្នកកំឡោះមកពីណានឹងក៏សង្ហាម្លេះមើលចុះសាច់ដុំមាន់មួនហើយសម្បុរស្រស់ថ្លាដូចជាទេវបុត្រចុះពីលើមេឃអញ្ចឹងលោកម្ចាស់កំឡោះបើមិនទាន់មានកន្លែងឈប់សម្រាកទេអញ្ជើញមកពិសាទឹកតែនៅផ្ទះអូនសិនមកលោកបងផ្លែកមុខណាតាមមកពីណាដែរឬមួយក៏មកតាមរកគូព្រេងនៅក្នុងភូមិយើងមែនទេបើមិនទាន់មានទេមើលពួកខ្ញុំម្នាក់ចុះស្អាតមិនចាញ់ស្រីទីក្រុងឡើយសូមអរគុណអ្នកទាំងឡាយខ្ញុំគ្រាន់តែជាអ្នកដំណើរវិលមកស្រុកកំណើតវិញប៉ុណ្ណោះមិនហ៊ានរំខានបងប្អូនឡើយដោយសារតែស្រីឡោមព័ទ្ធសួរនាំញ៉ែងញងមិនឈប់នឹងភាពរំភើបដែលបានឃើញស្រុកកំណើតវិញផងនោះជ័យសឹងក៏ជិះសេះបណ្ដើរងាកមើលឆ្វេងស្ដាំបណ្ដើរទាំងស្នាមញញឹមធ្វើឲ្យលោកមិនបានប្រុងស្មារតីធ្វើឲ្យបុករទេះនារីម្នាក់លាន់ស៊ុបផាំងជិះមិនទាន់ទេណែលោកជិះសេះម្នាក់អញនោះឈប់ភ្លាមលោកមានភ្នែកជាសម្រាមឬក៏មានភ្នែកទុកគ្រាន់តែមើលផ្ទៃមុខបានជាជិះសេះបោះពួយមិនមើលឆ្វេងមើលស្ដាំបើលោកមិនទាន់ចង់អស់អាយុទេចុះមកដោះស្រាយភ្លាមសូមអភ័យទោសខ្ញុំទើបទៅវិលត្រឡប់មកពីដែនឆ្ងាយរវល់តែរំភើបនឹងទិដ្ឋភាពនៅស្រុកកំណើតទើបខ្វះការប្រុងស្មារតីបង្កគ្រោះថ្នាក់ដល់កញ្ញាតើកាយារបស់កញ្ញាមានត្រូវរបួសត្រង់ណាទេបើមានការឈឺចាប់កុំបីបង្អង់សូមប្រាប់ខ្ញុំចុះខ្ញុំនឹងទទួលខុសត្រូវពាក្យសំទោសរបស់លោកវាមិនមែនជាថ្នាំទិព្វអាចជួយជួសជុលរទេះដែលបែកបាក់បានឡើយហើយលោកមើលចុះសម្លៀកបំពាក់សូត្រមាសដែលជាងឆ្នៃអស់រាប់ខែរបស់ខ្ញុំត្រូវប្រឡាក់ដីក៏ខ្វក់អស់អាលីងហើយលោកអាងថាខ្លួនជាអ្នកចេះដឹងមកពីស្រុកឆ្ងាយចង់មកធ្វើរឹកខ្ពង់ខ្ពស់ដាក់ខ្ញុំហ៎បើលោកមិនសងការខូចខាតឲ្យពេញចិត្តខ្ញុំទេទោះជាលោកមានស្លាប់ហោះក៏កុំសង្ឃឹមថាបានចេញពីដីភូមិនេះដោយសុវត្ថិភាពអីសោះកញ្ញាពិតជាមានសម្ដីមុតស្រួចដូចកំបិតមែនសម្រស់ស្រស់សោភាតែចរិតឆ្មាំងឆ្មៃមិនចាញ់បរោះឡើយបានបើកញ្ញាយល់ថាទ្រព្យសម្បត្តិមានតម្លៃជាងសេចក្តីថ្លៃថ្នូរនិងពាក្យអភ័យទោសតើកញ្ញាចង់ឲ្យខ្ញុំសងជាមាសប្រាក់ប្រមាណទើបអាចរំលត់កំហឹងដែលកំពុងតែឆេះឆួលក្នុងចិត្តកញ្ញាបានសងជាមាសប្រាក់ដំឡឹងបើគ្មានមាសទេកុំសង្ឃឹមថានឹងបានបន្តដំណើរទៅមុខទៀតឡើយហត់ណាស់មាស5ដំឡឹងតាមបំណងនាងខ្ញុំសងដើម្បីបញ្ចប់រឿងមិនមែនសងព្រោះតែអំណាចរបស់នាងទេលាហើយនារីចិត្តខ្មៅនៅលើភូមិគ្រឹះដ៏ស្កឹមស្កៃរបស់សេដ្ឋីធនជ័យក្លិនក្រអូបនៃផ្កាម្លិះដុះជុំវិញផ្ទះហាក់មិនអាចបន្ធូរបន្ថយភាពតានតឹងនៃជំនួបរវាងចាស់ទុំទាំងពីរឡើយលោកសវណ្ណដែលជាមិត្តភក្តិស្លាប់រស់ជាមួយលោកសេដ្ឋីបានមកដល់ក្នុងបំណងច្បាស់លាស់មួយលោកមហាសេដ្ឋីអើយពេលនេះមេឃស្រឡះដីក៏ស្រឡះហើយកូនប្រុសបណ្ដូលចិត្តរបស់ខ្ញុំជ័យសឹងគេបានវិលត្រឡប់មកវិញដោយភាពជោគជ័យនៅវិជាការទាំងពួងខ្ញុំចង់ឲ្យគេមានគូសកលដែលល្អប្រពៃស័ក្តិសមរូបសម្បត្តិនិងទ្រព្យសម្បត្តិដើម្បីបន្តវង្សត្រកូលយើងហើយក្នុងដែនដីយើងនេះខ្ញុំរំពៃមើលទៅគ្មាននារីណា
អាចប្រៀបផ្ទឹមនឹងបុប្ផាកូនរបស់លោកសេដ្ឋីទេប្រសិនបើលបងមានប្រសាសន៍ដ៏ចិត្តស្មោះបែបនេះខ្ញុំក៏គ្មានហេតុផលអីត្រូវជំទាស់ដែរកូនស្រីខ្ញុំឲ្យតែបានគូសកលដែលខ្ពង់ខ្ពស់ដូចជាក្មួយជ័យសឹងខ្ញុំពិតជាដេកលក់បាត់ទុកភ័យហើយខណៈនោះបុប្ផាបានលើកថាសទឹកតែមកជូនភ្ញៀវដោយចរិតទន់ភ្លន់តែរំពេចនោះនាងងើបមុខឡើងសម្លឹងមើលភ្ញៀវស្រាប់តែព្រះអើយគឺលោកជាសេះមាត់អាក្រក់ម្នាក់នោះតាអូហូស្មានមិនដល់ថាផែនដីនេះវាចង្អៀតដល់ថ្នាក់នេះសោះតាមពិតកូនស្រីលោកសេដ្ឋីល្បីល្បាញគឺជានារីមាស5តម្លឹងដែលពូកែទារប្រាក់តាមចិញ្ចើមថ្នល់សោះណែកូនស្រីកុំឆ្មើងឆ្មៃពេកនេះជាក្មួយជ័យសឹងកូនប្រុសសំណប់ចិត្តរបស់លោកសវណ្ណចូលគ្រប់គេផងទៅណាពុកម៉ែទោះបីជាកូនត្រូវនៅលីវអស់មួយជីវិតក៏កូនមិនព្រមរៀបការជាមួយមនុស្សអំនួតអួតអាងមានតែមាសប្រាក់ក្នុងថង់មកមើលងាយគេដាច់ខាតមនុស្សម្នាក់នេះគ្មានសុជីវធម៌បន្តិចសោះឡើយលោកពុកខ្ញុំក៏សូមបដិសេធដែរភរិយាដែលខ្ញុំប្រាថ្នាគឺជាស្រីដែលមានចិត្តមេត្តានិងទន់ភ្លន់មិនមែនស្រីដែលមានះអាងតែអំណាចឪពុករបស់គេមកជន់ឈ្លីអ្នកដទៃដូចជានាងទេខ្ញុំមិនចង់បានភរិយាដែលពូកែទាមាសលើសពីទាសេចក្តីស្រឡាញ់បែបនេះឡើយឈប់ភ្លាមអ្នកទាំងពីរកុំយកលបែងក្មេងលេងមឡូឡានៅចំពោះមុខចាស់ទុំជ័យសឹងបុប្ផាពាក្យសម្ដីចាស់ទុំពោលចេញហើយគឺដូចជារូបចម្លាក់លើថ្មគ្មាននរណាអាចប្រកែកបានឡើយទោះបីជាអ្នកទាំងពីរស្អប់គ្នាដល់ឆ្អឹងក៏ត្រូវតែរៀបការជាមួយគ្នាដែរខែក្រោយគឺជាថ្ងៃមង្គលនេះជាបញ្ជាដាច់ខាតបុប្ផាឈរជន់ជើងទាំងតូចចិត្តឯជ័យសឹងបែរមុខចេញទាំងមិនសុខចិត្តជំនុំដែលគួរតែរីករាយបែរជាคล้ายជាសមរភូមិវិចាដែលមិនដឹងថាថ្ងៃមង្គលការនឹងคล้ายទៅជាថ្ងៃជ័យឬថ្ងៃសោកសៅឡើយនៅក្រោមដើមជ្រៃធំក្បែរមាត់ស្ទឹងជ័យសឹងបានណាត់ជួបមិត្តភក្តិរបស់គេឈ្មោះនីសុកដែលជាកំឡោះរហ័សរហួននិងពូកែខាងដឹងរឿងរ៉ាវក្នុងភូមិជ័យសឹងអង្គុយធ្វើមុខមាំក្នុងចិត្តហាក់មិនដាច់ស្រេចនៅរឿងដែលចាស់ទុំបង្ខំឲ្យរៀបការជាមួយបុប្ផាយ៉ាងម៉េចហើយខ្លាមកឡើងស្អុយដូចផ្អកបែបនេះច្បាស់ជាកំពុងកើតរឿងផ្កាក្បាលរឹងហើយមែនទេហាឮថាកំណត់ថ្ងៃការរួចហើយតែនឹងហើយខ្ញុំកំពុងតែពិបាកចិត្តខ្លាំងណាស់អញក៏ដឹងដែរថានាងបុប្ផាម្នាក់នោះកាចឆ្នះក្បាលរឹងមិនចាញ់ខ្លាញីចុះពីលើភ្នំឡើយជួបគ្នាលើកដំបូងណានាងទាមាសពីខ្ញុំ5តម្លឹងទាំងដែលខ្ញុំនេះសុំទោសនាងទៅហើយមនុស្សស្រីបែបនេះបើបានមកធ្វើជាប្រពន្ធណាមិនដឹងជាជីវិតខ្ញុំនេះត្រូវរលាយក្នុងកណ្ដាប់ដៃនាងដល់កម្រិតណាទេឯងក៏មើងងាយខ្លាញីឲ្យសោះណាបុរាណថាចង្រិតកាចជលឈ្នះនាងកាចនាងរឹងក៏ព្រោះតែនាងមានតម្លៃក្នុងភូមិនេះស្រីដែលស្លូតដើរតាមញ៉ែឯងរាប់ជួរហេតុអីក៏ឯងមិនចាប់អារម្មណ៍បែរជាមកឈឺក្បាលនឹងនាងក្បាលរឹងម្នាក់នេះទៅវិញហ៎អូប្រហែលជាឯងលួចចាប់ចិត្តនឹងភាពមិនចោះចាញ់របស់នាងហើយមែនទេប្រហែលជាមែនខ្ញុំដេកគិតយប់មិញបើនាងមិនក្បាលរឹងនាងប្រហែលជាមិនមែនជាស្រីដែលអង្គអាចបែបនេះទេតែខ្ញុំខ្លាចថាបើរៀបការទៅយើងទាំងពីរនឹងខ្លាចទៅជាភ្លើងនឹងភ្លើងដុតផ្ទះឲ្យខ្លាចទៅជាផេះបានស្ដាប់ខ្ញុំណាជ័យសឹងមនុស្សស្រីក្បាលរឹងបើឯងអាចយកឈ្នះចិត្តនាងបានណានាងនឹងខ្លាចទៅជាភរិយាដែលស្មោះត្រង់បំផុតលះបង់បំផុតនាងមិនឲ្យនរណាមកជន់ឈ្លីឯងឡើយព្រោះសូម្បីតែនាងក៏មិនចោះចាញ់នរណាផងការទៅកុំខ្លាចប្រើចិត្តមេត្តានិងសេចក្តីស្រឡាញ់ទៅបន្ទន់ចិត្តនាងបើបន្ទន់មិនបានទេឯងគ្រាន់តែដេកក្រៅបន្ទប់ទៅវាគ្មានខាតបង់អីទេឯងនិយាយត្រូវមនុស្សដូចជ័យសឹងនេះបើគ្រាន់តែស្រីម្នាក់ក៏យកឈ្នះចិត្តមិនបានតើទៅដឹកនាំអ្នកណាកើតបានខ្ញុំនឹងរៀបការជាមួយនាងមិនបាច់ខ្ញុំស្អីទេល្អណាស់តែប្រយ័ត្នណាការហើយកុំភ្លេចមិត្តភ័ក្តិឲ្យសោះក្រែងលោកប្រពន្ធបញ្ជាមិនឲ្យចេញក្រៅផ្ទះប៉ុន្មានថ្ងៃមុនពិធីមង្គលការជ័យសឹងបានជួបបុប្ផានៅមាត់ស្ទឹងដែលជាកន្លែងនាងចូលចិត្តមកសម្រាកកាយអាយ៉ាកញ្ញាមាស5តម្លឹងមកអង្គុយធ្វើមុខក្រៀមអីនៅទីនេះឬមួយកំពុងតែតូចចិត្តដែលចិត្តត្រូវខ្លាចជាភរិយារបស់បរិះអំនួតដូចជាខ្ញុំនេះលោកបងក៏មកសម្ដីខ្ពស់ដាក់ខ្ញុំ
ខ្ញុំមកទីនេះដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធមិនមែនមកចាំស្ដាប់សម្ដីអត់ប្រយោជន៍របស់លោកបងឡើយបើលោកបងទំនេរពេកទៅរៀនមុនវិជ្ជាឲ្យប្រពន្ធខ្លាចទៅក្រែងលោការហើយខ្ញុំដេញឲ្យលោកទៅដេកក្រៅផ្ទះហើយនឹងបានដឹងខ្លួន បងមិនបាច់រៀនមុនអីឡើយព្រោះបងដឹងថាបុប្ផាកាចតែមាត់ទេតែចិត្តវិញប្រហែលជាលួចស្រឡាញ់បងតាំងពីថ្ងៃជួបដំបូងម្លេះកុំគិតថាបងមិនដឹងណាយប់មិញឮថាមាននរណាលួចសួរម៉ែសតុំថាបងចូលចិត្តពិសាម្ហូបអីទៀតផង លោកបងក៏មិននិយាយផ្ដេសផ្ដាសខ្ញុំសួរគ្រាន់តែចង់ដឹងទេក្រែងលោកខ្ញុំធ្វើម្ហូបឲ្យលោកបងមិនចូលចិត្តរាល់ថ្ងៃចាំមើលចុះការហើយខ្ញុំនឹងដាក់ម្ទេសឲ្យច្រើនឲ្យរៀងចានម្ដង ឲ្យតែអូនជាអ្នកធ្វើទោះជាដាក់ថ្នាំពុលក៏បងហ៊ានហូបដែរតែអូនអើយក្បាលរឹងដល់ថ្នាក់នឹងពេលចូលរោងការកុំភ្លេចតុបតែងខ្លួនឲ្យស្អាតផងណាបើមិនស្អាតទេបងនឹងសុំលោកអ៊ំសេដ្ឋីដោយយន្តនារីម្នាក់នៅក្នុងភូមិដែលធ្លាប់ញ៉ាយបងកាលពីលើកមុនហើយណា ហើយហ៊ានដោអីចាំទុកឲ្យច្បាស់ណាជ័យសឹងបើលោកហ៊ានតែងាកមើលស្រីណាផ្សេងតែមួយសរសៃសក់ខ្ញុំនឹងកាត់ស្មៅឲ្យលោកហូបជំនួសបាយមិនខានទេ ចាំមើលចុះយប់សំដំណេកបងនឹងប្រើមុនស្នេហ៍បន្ទន់ចិត្តខ្លាញីឲ្យខ្លាចជាកូនឆ្មាឲ្យទាល់តែបាន យល់សពតែលោកបងកូនឆ្មាម្នាក់នេះនឹងក្រញ៉ៅលោកបងឲ្យហើមមុខរាល់ថ្ងៃមិនខាន បន្ទាប់ពីពិធីមង្គលការដែលរៀបចំឡើងតាមបង្គាប់ចាស់ទុំបានបញ្ចប់ទៅភាពអ៊ូអរនៃភ្លេងការបានរលត់បាត់ជំនួសមកវិញនៅភាពស្ងប់ស្ងាត់ក្នុងបន្ទប់ដេកដែលតុបតែងដោយផ្កាម្លិះនិងទៀនក្រអូបជ័យសឹងដែលចូលមកក្នុងបន្ទប់ទាំងទឹកមុខមាំ ឈប់សិនលោកកំអាងថាមានឈ្មោះជាប្តីរួចចង់បំពេញលើរូបកាយខ្ញុំឲ្យសោះណានេះគឺជាខ្សែបន្ទាត់ព្រំដែនបើលោកហ៊ានតែរំលងខ្នាយអោបនេះសំបីតែមួយសក់ណាខ្ញុំនឹងស្រែកឲ្យផ្អើលអ្នកផ្ទះទាំងយប់ហើយនឹងប្រាប់លោកពុកថាលោកធ្វើបាបខ្ញុំ កញ្ញាមាស5ដំឡឹងអើយកុំបារម្ភអីសម្រស់ដែលប្រកបដោយចរិយាកាចឆ្នះដូចជាខ្លាញីបែបនេះបងក៏មិនទាន់ចង់បន្ថយជីវិតនៅក្បែរដែរបងគ្រាន់តែចង់សម្រាកព្រោះហត់នឹងទទួលភ្ញៀវពេញមួយថ្ងៃ លោកដេកទៅដេកឲ្យស្ងៀមទៅដោយរូបចម្លាក់កុំកំរើកឲ្យសោះឬមកនិយាយរកខ្ញុំមុនឲ្យសោះណា អូនដឹងទេបុប្ផាតាមពិតអូនមានសម្រស់ស្អាតណាស់បើអូនចេះបន្ទន់ចរិតបន្តិចម្លេះសំបរោះគ្រប់គ្នានឹងលុតជង្គង់សំពះសុំក្តីស្រឡាញ់ពីអូនហើយតែគួរឲ្យស្ដាយអូនជ្រើសរើសយកភាពមានះមកធ្វើជាអាវុធការពារខ្លួនទៅវិញបងនឹងរងចាំមើលថាតើភាពរឹងមាំរបស់អូននឹងអាចទប់ទល់នឹងកម្លាំងនៃព្រំលិខិតបានយូរប៉ុណ្ណាទៅ លោកបងឈប់និយាយទៅណែកុំមកប្រើសម្ដីផ្អែមលួងលោមខ្ញុំក្នុងលោកនេះគ្មានអ្នកណាអាចឈ្នះចិត្តខ្ញុំបានឡើយបើខ្ញុំមិនព្រម បានបងមិនរំខានអូនទេដេកទៅកុំភ្លេចក្បាលដេកឲ្យចំខ្នើយក្រែងលោកដេកយកសពឃើញបងរួចហក់មកអោបបងដោយខ្លួនឯងនោះបងនឹងពិន័យអូនជាមាស10ដំឡឹងវិញមិនខានទេ ហើយលោកបងឯងនេះមាត់ខូចណាស់ហើយតដេកទៅ ព្រឹកស្អែកឡើងក្រោយពីមង្គលការដែលរៀបចំឡើងយ៉ាងអធិកអធមនាងបុប្ផានៅតែមិនព្រមឲ្យជ័យសឹងក្បែរខ្លួនទេនាងបានដាក់លក្ខខណ្ឌមួយដើម្បីសាកចិត្តប្តី លោកបងបើចង់ឲ្យអូនព្រមទទួលលោកបងជាប្តីពេញលក្ខណៈលោកបងត្រូវតែបង្ហាញភាពក្លាហាន តើអូនចង់ឲ្យបងធ្វើអីបានបងនឹងទៅបេះវាមកឲ្យអូនទោះជាត្រូវបន្ថយជីវិតក៏ដោយនាយប់ពេញបរមីដែលព្រះច័ន្ទចែងចាំងពន្លឺត្រចះត្រចង់បំផុតផ្ទៃបឹងបុរាណដែលធ្លាប់តែស្ងប់ស្ងាត់បែរជាបញ្ចេញពន្លឺពណ៌មាសព្រិលពីកណ្ដាលទឹកជ័យសឹងដើម្បីបង្ហាញភក្តីភាពចំពោះភរិយាក្បាលរឹងក៏សម្រេចចិត្តប្រថុយប្រាណហក់ចូលទៅក្នុងផ្ទៃបឹងដ៏ត្រជាក់ស្រេបដើម្បីបេះផ្កាឈូកតែរំពេចនោះផ្ទៃទឹកក៏ឡើងទាញជ័យសឹងឲ្យលិចបាត់ទៅ លោកបងជ័យសឹងកំលែងសាច់នឹងអូនបែបនេះណាលោកបងព្រះហើយទឹកបឹងលាបទឹកបាក់លោកបងបាត់ទៅហើយទេលោកបងឆាប់ឡើងវិញមកអូនលែងត្រូវការផ្កាឈូកនោះហើយលោកបង នៅក្រោមបាតបឹងដ៏ជ្រៅដែលងងឹតស្លុបស្រាប់តែមានពន្លឺភ្នែកដ៏ធំពីរពណ៌ក្រហមឆ្អៅដូចភ្លើងនរកបានបើកឡើងវាគឺជាស្ដេចនាគរាជ
ដែលយាមកាមបឹងស័ក្តិសិទ្ធិរាប់ពាន់ឆ្នាំរូបរាងនាគរាជដ៏ធំមហិមាបានព័ទ្ធរាងកាយជ័យសឹងយ៉ាងណែនរួចបន្លឺសំឡេងក្រហមរំពងដល់វិញ្ញាណឯងអាងខ្លួនមានវិជាការបន្តិចបន្តួចហ៊ានបំពេញទឹកដីស័ក្តិសិទ្ធិរបស់អញដើម្បីទៅយកផ្កាឈូកមាសទៅបញ្ជាក់ស្នេហាគួរឲ្យអស់សំណើចដូចលបែងក្មេងលេងផ្កាឈូកនេះគឺជាបេះដូងទឹកបើឯងចង់បានវាទៅបូជាស្នេហាឯងត្រូវបដូរដោយដង្ហើមជីវិតនិងវិញ្ញាណរបស់ឯងដើម្បីនៅបម្រើយើងក្នុងបាតបឹងនេះអស់កាលជានិច្ចជ័យសឹងចាប់ផ្ដើមថប់ដង្ហើមរាងកាយរបស់គេប្រែជាត្រជាក់ដូចទឹកកកចំណែកឯបុប្ផាដែលនៅខាងលើនាងមិនបង្អង់យូរឡើយនាងដកដាវបុរាណគេដំណើរសេដ្ឋីដែលស័ក្តិសិទ្ធិរួចហក់ចុះទៅក្នុងទឹកទាំងមិនគិតជីវិតសម្ដៅទៅជួយស្វាមីណែឡើងប្តីខ្ញុំភ្លាមវិញ្ញាណអ្នកគ្រាកំណាចលោកបងជ័យសឹងមកទីនេះប្រត់ទៅតាមចិត្តខ្ញុំកំហុសនេះមកពីខ្ញុំម្នាក់គាត់ដែលឆ្មងឆ្មៃមិនស្គាល់ខ្ពស់ទាបបើលោកចង់បានជីវិតបូជាចូលយកជីវិតខ្ញុំទៅជំនួសលោកបងទៅទុកឲ្យលោកបងមានសេរីភាពចំណែករូបខ្ញុំសុខចិត្តស្លាប់ជំនួសប្តីយូរណាស់ហើយដែលយើងមិនដែលឃើញមនុស្សស្រីណាម្នាក់ក្លាហានលះបង់ជីវិតដើម្បីសេចក្តីស្នេហាបែបនេះទេភាពមានះរបស់នាងបានប្រែក្លាយជាកម្លាំងការពារដ៏អស្ចារ្យយើងនឹងដោះលែងប្តីនាងហើយនេះជាផ្កាឈូកមាសដែលនាងចង់បានទោះបីជាជ័យសឹងនិងបុប្ផាបានវិលត្រឡប់មកដល់ភូមិវិញដោយសុវត្ថិភាពក៏ពិតមែនប៉ុន្តែពួកគេមិនបានដឹងឡើយថាការបេះផ្កាឈូកមាសចេញពីបឹងស័ក្តិសិទ្ធិគឺជាការដាស់កំហឹងវិញ្ញាណនាគរាជដែលយាមកាមច្រកព្រំដែនរវាងភពមនុស្សនិងភពអមនុស្សលោកមេភូមិលោកសេដ្ឋីរឿងធំហើយទឹកក្នុងដូងគ្រប់ផ្ទះប្រែពណ៌ជាខ្មៅធំក្លិនភក់ហើយសត្វពាហនៈចាប់ផ្ដើមដេកងាប់ដោយគ្មានមូលហេតុទេតើវាអាចជារឿងអីទៅឬមួយក៏គ្រានោះសេដ្ឋីក៏សម្លឹងមើលទៅផ្កាឈូកមាសក្នុងដៃបុប្ផាហើយជ័យសឹងចាប់ផ្ដើមមានស្នាមស្រកានាគដុះលើដើមដៃអូយក្តៅណាស់បុប្ផាបងមានអារម្មណ៍ថារាងកាយរបស់បងដូចជាត្រូវភ្លើងឆេះអញ្ចឹងលោកបងដើមដៃលោកបងមានស្រកាពណ៌ខ្មៅនេះជាបណ្ដាសាអ្នកក្រិចមែនទេពុកជួយលោកបងផងរំពេចនោះរាងកាយរបស់ជ័យសឹងចាប់ផ្ដើមឡើងរឹងដូចថ្មភ្នែករបស់គេប្រែជាពណ៌ឈាមភ្លឺរន្ទាលនៅក្នុងភាពងងឹតសំឡេងក្រហមដែលចេញពីបំពង់ករបស់គេមិនមែនជាសំឡេងរបស់មនុស្សឡើយពួកមនុស្សលោភលន់យើងគ្រាន់តែសាកចិត្តឯងទេតែពួកឯងពិតជាលោភលន់ហ៊ានមកបំពេញឋានស័ក្តិសិទ្ធិផ្កាឈូកមាសនេះគឺជាបេះដូងបឹងកាលណាផ្កានេះចាកចេញពីទឹកភូមិឋាននេះនឹងត្រូវរលាយជាភក់ជ្រាំបណ្ដាសានឹងស៊ីសាច់ហត់ឈាមពួកឯងគ្រប់គ្នាចំណែកឯកំឡោះម្នាក់នេះដង្ហើមរបស់វានឹងត្រូវคล้ายជាចំណីរបស់អញដើម្បីសងសឹកនិងភាពអំនួតដែលវាបានធ្វើជ័យសឹងចាប់ផ្ដើមស្រែកទាំងឈឺចាប់ស្រកានាគខ្មៅដុះចេញពីស្បែកដាច់ដោយសាច់ឈាមគួរឲ្យរន្ធត់សូមព្រះអង្គម្ចាស់អ្នកគ្រាចមេត្តាប្រោះប្រណីកំហុសនេះមិនមែនជាកំហុសរបស់ព្រះស្វាមីខ្ញុំឡើយគឺមកពីខ្ញុំតែម្នាក់គត់ដែលក្បាលរឹងចង់លបងចិត្តប្តីដោយមិនស្គាល់ខ្ពស់ទាបបើព្រះអង្គចង់បានជីវិតសូមដាក់ទោសមកលើខ្ញុំម្នាក់ចុះទោះត្រូវធ្លាក់នរក8ជាន់ក៏ខ្ញុំព្រមដែរតែសូមដោះលែងលោកបងជ័យសឹងនិងអ្នកភូមិស្លុតត្រង់ដែលមិនដឹងអីផងចុះបើចង់ឲ្យបណ្ដាសានេះរលាយមានតែផ្លូវមរណៈមួយគត់នាងត្រូវទៅយកផ្កាឈូកមាសនេះទៅដាំនៅចំកណ្ដាលនៃភ្នែកនាគក្នុងបឹងវិញមុនពេលព្រះអាទិត្យបញ្ចេញពន្លឺដំបូងបើហួសត្រឹមតែមួយពព្រិចភ្នែកស្វាមីនាងនឹងប្រែកាឡាទៅជានាគខ្មៅបាត់បង់ជីវិតជាមនុស្សរួចស៊ីសាច់នាងជាចំណីដំបូងគេបុប្ផាមិនបង្អង់យូរឡើយ
ទោះបីមេឃកំពុងបោកបក់ដោយព្យុះសង្ឃរានិងរន្ទះបាញ់ក្រហមពេញអាកាសក៏ដោយនាងយកផ្កាឈូកមាសរត់សំដៅទៅមាត់បឹងទាំងយប់អាត្រៀតលោកបងជ័យសឹងចាំអូនណាទោះបីជាបឹងនេះជ្រៅប៉ុណ្ណាទោះត្រូវអ្នកក្រៀកលេបត្របាក់ក៏អូនមិនអោយបងខ្លាចជាបិសាចឡើយបើគ្មានលោកបងក៏គ្មានបុផាតដែរអូននឹងយកជីវិតទៅបដូរយកលោកបងត្រឡប់មកវិញគ្រានោះបុប្ផាហក់ចូលទៅក្នុងទឹកបឹងសូមវត្ថុស័ក្តិសិទ្ធិនិងស្ដេចអ្នកក្រៀកដឹងឮខ្ញុំបុប្ផាសូមប្រគល់បេះដូងបឹងរកបញ្ចះដើមវិញសូមយកបេះដូងភក្តីនិងឈាមបូជារបស់ខ្ញុំទៅចុះតែសូមលោកបងជ័យសឹងបានរស់ជាមនុស្សវិញផងរំពេចនោះពេលដែលផ្កាឈូកប៉ះនឹងផ្ទៃទឹកពន្លឺពណ៌សចែងចាំងដូចព្រះអាទិត្យរាប់ពាន់ដួងបានជះចេញពីបាតបឹងពន្លឺនោះបានរុញច្រានពពកខ្មៅងងឹតឲ្យរលាយបាត់មួយរំពេចទឹកបឹងដែលធ្លាប់តែវិលវល់ក៏ប្រែជាស្ងប់ស្ងាត់ដូចកញ្ចក់នៅផ្ទះសេដ្ឋីស្រកានាគលើខ្លួនជ័យសឹងបានរបកធ្លាក់ចុះរលាយបាត់ទៅក្នុងអាកាសជ័យសឹងដឹងខ្លួនវិញរួចក៏ស្ទុះរត់សំដៅទៅមាត់បឹងបុប្ផាអូនឯណានៅមាត់ច្រាំងនាងបុប្ផាវាឡើងមកដោយភាពល្វើយរាងកាយស្លេកស្លាំងជ័យសឹងស្ទុះទៅត្រកងបីនាងជាប់នឹងទ្រូងយំអោបភរិយាដែលស្ទើរតែបាត់បង់ជីវិតព្រោះតែខ្លួនអូនសំឡាញ់ហេតុអីក៏អូនបន្ថយនឹងគ្រោះថ្នាក់ដល់ថ្នាក់នេះបងគឺជាប្រុសបងគួរតែជាអ្នកការពារអូនមិនមែនឲ្យអូនមកបង្ហូរឈាមដើម្បីបងបែបនេះទេបើបងដឹងខ្លួនមកវិញហើយគ្មានអូនតើបងរស់នៅដើម្បីអ្វីបងសុខចិត្តស្លាប់ជាសត្វនេះក៏មិនចង់ឃើញអូនមានគ្រោះថ្នាក់ដែរអូនសំឡាញ់លោកបងអើយព្រោះលោកបងជាម្ចាស់ជីវិតអូនជាដង្ហើមរបស់អូនចាប់ពីពេលនេះទៅអូននឹងធ្វើជាភរិយាដ៏ល្អឈប់ឲ្យលោកបងពិបាកចិត្តទៀតហើយខណៈពេលដែលអ្នកទាំងពីរកំពុងត្រកងអោបគ្នាដោយក្តីរំភើបស្រាប់តែផ្ទៃទឹកបឹងដែលស្ងប់ស្ងាត់ក៏ឡើងពពុះពណ៌មាសស្ដេចនាគរាជក៏បានចេញមកឈប់សិនអ្នកទាំងពីរកុំអាលយំសោកអីយើងបានឃើញអស់ហើយនៅទឹកចិត្តភក្តីដ៏បរិសុទ្ធបុប្ផានាងបានប្រើឈាមនិងទឹកភ្នែកដើម្បីលាងជម្រះភាពមានះហើយជ័យសឹងឯងបានប្រើជីវិតដើម្បីការពារកិត្តិយសភរិយាភាពភក្តីឈ្នះអស់មាសប្រាក់និងបណ្ដាសាទាំងពួងស្ដេចនាគរាជបាញ់ពន្លឺទិព្វមកលើរបួសរបស់បុប្ផាធ្វើឲ្យរបួសទាំងប៉ុន្មានជាសះស្បើយភ្លាមនេះគឺជាត្បូងនាគរាជមេត្រីយើងប្រគល់ឲ្យអ្នកទាំងពីរទុកជាចំណងដៃត្បូងនេះនឹងការពារភូមិឋានរបស់អ្នកពីគ្រោះធម្មជាតិហើយវានឹងបញ្ចេញពន្លឺដរាបណាអ្នកទាំងពីរនៅតែរក្សាសេចក្តីស្មោះត្រង់ចំពោះគ្នាចូលរស់នៅដោយសេចក្តីសុខចុះស្ដេចនាគរាជក៏លិចបាត់ទៅក្នុងទឹកវិញបន្សល់ទុកនៅត្បូងពណ៌ខៀវភ្លឺថ្លាមួយគ្រាប់ក្នុងដៃបុប្ផាព្រឹកថ្ងៃថ្មីព្រះអាទិត្យរះត្រដែតពេញផ្ទៃមេឃមនុស្សម្នាបានរត់មកដល់មាត់បឹងទាំងក្តីបារម្ភតែអ្វីដែលពួកគេបានឃើញគឺភាពស្រស់បំព្រងនៃធម្មជាតិនិងកូនទាំងពីរដែលកំពុងកាន់ដៃគ្នាដោយស្នាមញញឹមបុប្ផាកូនពុកព្រះជាម្ចាស់អើយពុកស្មានតែបាត់បង់កូនបាត់ទៅហើយជ័យសឹងកូនប្រុសតែមានរឿងអីកើតឡើងទៅពុកម៉ែលោកអ៊ំពួកយើងបានឆ្លងកាត់មរណៈដើម្បីស្វែងរកនៃពាក្យថាគ្រួសារពេលនេះបណ្ដាសាត្រូវបានរលាយហើយបឹងនាគរាជនឹងក្លាយទៅជាបឹងមង្គលសម្រាប់ពួកយើងតទៅពុកម៉ែកូនសំខ្មាទោដែលកន្លងមកកូនមានះមិនស្ដាប់បង្គាប់តែចាប់ពីពេលនេះទៅបុប្ផាម្នាក់នេះគឺជាភរិយាដ៏ល្អនិងជានារីដែលចេះគោរពចាស់ទុំនិងជាអ្នកថែរក្សាសុភមង្គលគ្រួសារដោយបេះដូងពិតប្រាកដ
ខ្យល់អាកាសនាពេលល្ងាចបក់មកយ៉ាងត្រជាក់ស្រេបនាំមកនៅក្លិនក្រអូបនៃផ្កាឈូកមាសដែលរីកស្គុះស្គាយពេញផ្ទៃបឹងស័ក្តិសិទ្ធិបុប្ផាអូនសំឡាញ់តើអូនដឹងទេថាក្នុងលោកនេះអ្វីដែលមានតម្លៃខ្ពស់ជាងផ្កាឈូកមាសទឹមនិងរស្មីនៃត្បូងនាគរាជរាត្រីទៅទៀតនោះ តើជាអ្វីទៅលោកបងតើមានវត្ថុអ្វីដែលអស្ចារ្យជាងកំណប់ទ្រព្យរបស់ស្ដេចអ្នកទៅទៀត គឺទឹកចិត្តដ៏បរិសុទ្ធដែលអូនព្រមលះបង់ជីវិតដើម្បីបងគឺជាបេះដូងដ៏ក្លាហានដែលព្រមទម្លាក់ភាពមានះចុះទៅក្នុងបាតបឹងមរណៈដើម្បីដណ្ដើមយកបងត្រឡប់មកវិញបងសូមសន្យានៅចំពោះមុខបារមីបឹងបុរាណនេះថាចាប់ពីពេលនេះទៅរហូតដល់ដង្ហើមចុងក្រោយបងនឹងមិនឲ្យម្ចាស់បេះដូងម្នាក់នេះត្រូវបង្ហូរទឹកភ្នែកដោយសារតែភាពរឹងរូសឬកំហុសឆ្គងរបស់បងឡើយបងនឹងប្រើជីវិតដែលអូនបានជួយសង្គ្រោះនេះដើម្បីថែរក្សានិងផ្ដល់ភាពកក់ក្ដៅដល់អូនរហូតដល់ចាស់កោងខ្នង លោកបងអើយបុប្ផាម្នាក់នេះក៏សូមសច្ចាដែរថានឹងឈប់ធ្វើជាស្រីក្បាលរឹងដែលចេះតែចង់យកឈ្នះចាញ់ទៀតហើយអូននឹងធ្វើជាភរិយាដ៏ស្រទន់និងជាមនុស្សដ៏ត្រជាក់សម្រាប់លោកបងជានិច្ចទោះបីជាថ្ងៃមុខមានព្យុះភ្លៀងឬក៏បណ្ដាសាអ្វីក៏ដោយមកបៀតបៀនក៏អូនមិនខ្លាចដែរឲ្យតែមានដៃលោកបងកាន់ដៃអូនបែបនេះជារៀងរហូតទៅ ចាប់ពីថ្ងៃនោះមកពួកគេទាំងពីរបានរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គលបង្កើតបានជាគ្រួសារដ៏កក់ក្ដៅជារៀងរហូតតទៅនៅពេលនោះអ្នកទាំងអស់គ្នាក៏បានធ្វើដំណើរទៅផ្ទះរបស់ម៉ែគ្រូនេះខ្ញុំចង់ឲ្យម៉ែគ្រូទស្សន៍ទាយមើលថានៅក្នុងភូមិរបស់យើងឥឡូវនេះវាមានសត្វចម្លែកអីបានជាវាមកសម្លាប់មន្ទីររបស់ពួកអ្នកស្រុកបែបនេះ មិនអីទេអ្នកទាំងអស់គ្នាកុំបារម្ភអីចាំយើងនឹងជួយប្រមើលមើលថាក្នុងភូមិរបស់អ្នកទាំងអស់គ្នាហេតុអីមានរឿងអីឲ្យពិតប្រាកដ នៅពេលនោះម៉ែគ្រូក៏បានបិទភ្នែករួចគាត់ក៏បាននិយាយថានៅក្នុងភូមិរបស់យើងឥឡូវនេះគឺមានវិញ្ញាណចូលសន្ធិដ្ឋនៅក្នុងខ្លួនមនុស្សហេតុដូច្នេះហើយបានជាពេលយប់ឡើងវិញ្ញាណអាក្រក់ទាំងនោះចេញមករាតត្បាតមនុស្សលោក ថាម៉េចម៉ែគ្រូមានរឿងដូចនេះផងមែនទេគឺពិតណាស់ពួកឯងស្ដាប់មិនច្រឡំទេ អញ្ចឹងពួកយើងមានវិធីអីកម្ចាត់វិញ្ញាណអាក្រក់ទាំងនោះបានទេម៉ែគ្រូ វិធីតែមួយគត់គឺចាប់មនុស្សយកទៅដុតទាំងរស់ដើម្បីឲ្យវិញ្ញាណនោះចាក់ចេញជារៀងរហូតដើម្បីឲ្យពួកអ្នកភូមិយើងបាននៅសុខយើងត្រូវតែចាប់ពួកគេឲ្យណាលោកមេភូមិ ម៉ែគ្រូហើយនេះពួកយើងធ្វើមិនដឹងថាវិញ្ញាណនោះវាចូលសន្ធិដ្ឋនឹងនរណាម្នាក់ទៅ មានអីពិបាកទៅបើសិនជាអ្នកទាំងអស់គ្នាចង់ឃើញយើងនឹងឲ្យឃើញតែម្ដង នៅពេលនោះម៉ែគ្រូក៏បានប្រើយុទ្ធសាស្ត្រដើម្បីបំភាន់ភ្នែកអ្នកទាំងអស់គ្នាឲ្យមើលឃើញថាកេសរគឺជាមនុស្សដែលមានវិញ្ញាណចូលសន្ធិដ្ឋ ហានេះគឺជានាងកេសរតានេះអ្នកទាំងអស់គ្នាបានមើលឃើញហើយថាគេគឺជាកេសរគេត្រូវបានវិញ្ញាណចូលសន្ធិដ្ឋដូច្នេះហើយអ្នកទាំងអស់គ្នាសម្រេចចិត្តចុះថាចង់ទុកគេឲ្យរស់រានមានជីវិតបន្តទៀតឬក៏ចាប់គេដុតទាំងរស់ រឿងម៉ែធ្មប់សក់សប៉ះមហិទ្ធិរិទ្ធលោកតាអេសីនៅក្នុងភូមិដាច់ស្រយាលមួយដែលមិនសូវមានមនុស្សរស់នៅប៉ុន្មាននោះទេដោយសារតែភូមិនេះនៅឆ្ងាយដាច់ពីគេពិបាកក្នុងការធ្វើដំណើរទៅមកហេតុនេះហើយបានជាមិនមានមនុស្សចូលមករស់នៅបន្តហើយពួកអ្នកស្រុកទាំងនោះមានជំនឿទៅលើការសែនព្រេនដើម្បីទទួលបានទឹកភ្លៀងសម្រាប់ធ្វើផលដំណាំ ម៉ែវាមើលចុះផលដំណាំរបស់យើងនៅឆ្នាំនេះគឺល្អខ្លាំងណាស់ម៉ែវាអើយ ពិតមែនហើយពុកវាផលដំណាំរបស់យើងឆ្នាំនេះពិតជាល្អខ្លាំងណាស់ហើយខ្ញុំក៏នៅសង្ឃឹមថាឆ្នាំក្រោយៗពួកយើងនៅតែអាចទទួលបានផលល្អជាបន្តបន្ទាប់ទៀតទៅចុះ បើតាមខ្ញុំប៉ាន់ស្មានណានៅឆ្នាំនេះពួកយើងប្រហែលជាអាចទិញគោក្របីបានច្រើនក្បាលហើយមើលទៅ ចាំតែមើលចុះណាតែ2-3ឆ្នាំទៀតពួកអ្នកស្រុកអ្នកភូមិយើងប្រកាសជាមានជីវភាពល្អប្រសើរគ្រប់គ្នាហើយ
ពិតមែនហើយម៉ែវានិយាយអញ្ចឹងថ្ងៃដូចជារះខ្ពស់ណាស់ហើយតោះពួកយើងគិតត្រឡប់ទៅផ្ទះវិញឥឡូវនេះតែម្ដងទៅអីហើយពុកវាឯងគិតថាទៅផ្ទះឥឡូវនេះមែនទេបើអញ្ចឹងចាំខ្ញុំតិចណាខ្ញុំនឹងរកមើលបន្លែមួយកន្ត្រកគ្រាន់នឹងយកទៅផ្ញើអ្នកនួនផងមិនដឹងជាស្អីទេម៉ែវាឯងនេះទៅណាមកណាក៏មិនដែលភ្លេចដែរអារបស់ដែលផ្ញើអ្នកនួននោះនៅពេលនោះមីងសុកក៏បានរកមើលបន្លែនៅក្នុងចំការរបស់គាត់បានមួយកន្ត្រករួចគាត់ក៏ត្រឡប់មកវិញតោះពុកវាត្រឡប់ទៅផ្ទះវិញតែម្ដងទៅនៅពេលនោះអ្នកទាំងពីរក៏បានធ្វើដំណើរត្រឡប់មកក្នុងភូមិវិញមកអ្នកអើយអញ្ជើញអង្គុយលេងសិនមកហើយចុះនេះមកពីណាពីណីហ្នឹងបានជាមានទាំងបន្លែទាំងអីផងនេះបាទលបងខ្ញុំទើបតែមកពីចំការមិញនឹងឯងហើយក៏ឆ្លៀតយកបន្លែបន្តិចបន្តួចនឹងមកផ្ញើលបងហើយនឹងអ្នកនួននឹងណានេះខ្ញុំអរគុណអ្នកសុកនឹងលោកបងច្រើនហើយឃើញថាអ្នកទាំងពីរទៅណាមកណាមិនដែលភ្លេចរបស់យកមកផ្ញើខ្ញុំទេអូមិនអីទេអ្នកអើយវាជារបស់បន្តិចបន្តួចវាគ្មានអីធំដុំទេនិយាយអញ្ចឹងផលដំណាំរបស់អ្នកឆ្នាំនេះយ៉ាងម៉េចដែរល្អខ្លាំងទេអ្នកផលដំណាំរបស់ខ្ញុំឆ្នាំនេះមិនអីទេលបងស្រែស្រូវអីហ្នឹងវាដុះល្អខ្លាំងណាស់លបងអើយខ្ញុំគិតថាបើសិនជាអាចធ្វើស្រូវកើតពី3ឆ្នាំបន្តបន្ទាប់ទៀតនោះខ្ញុំនឹងបន្តចិញ្ចឹមសត្វគោក្របីឲ្យបានច្រើនព្រោះពេលខ្វះខាតលុយកាក់អីណាស្រួលយើងនឹងដោះដូរជាលុយកាក់បានខ្លះពិតមែនហើយលបងលបងគិតនេះពិតជាត្រឹមត្រូវហើយបើលបងឯងចិញ្ចឹមសត្វបានច្រើនណាស្រួលពេលដែលខ្ញុំខ្វះខាតប្រាក់អីខ្ញុំនឹងទៅសុំខ្ចីពីលបងឯងបានខ្លះហើយចុះវាមានទៅស្អីលបងនឹងខ្ញុំណាក៏សុទ្ធតែជាអ្នកចិត្តខាងនឹងគ្នាតើបន្ទាប់ពីនិយាយគ្នារួចពួកគាត់បានបំបែកគ្នាទៅផ្ទះរៀងខ្លួនអូនណាគ្រួសាររបស់យើងឥឡូវនេះខ្វះខាតខ្លាំងណាស់ពួកយើងធ្វើផលដំណាំក៏មិនសូវកើតដូចគេដីចម្ការរបស់ពួកយើងក៏មានតិចហេតុដូច្នេះហើយពួកយើងមិនអាចហូបគ្រប់គ្រាន់នឹងគេទេអូនឥឡូវនេះអង្គរបស់យើងអស់ហើយបងតើថ្ងៃនេះយើងបានអីយកមកដាំបាយហូបទៅមិនអីទេអូនចាំបងទៅរកខ្ចីអ្នកជិតខាងរបស់យើងបាន2-3កំប៉ុងទុកគ្រាន់ហូបមួយរយៈសិនចុះចាបងស្រេចតែបងចុះនេះបើសិនជាអាចខ្ចីគេបានវាមិនអីទេតែអូនខ្លាចក្រែងគេមិនឲ្យយើងទៅដឹងបងមិនអីទេកែសអូនបងគិតថាអ្នកជិតខាងរបស់យើងប្រហែលជាគាត់មិនចិត្តកំណាញ់អីនោះទេអូនត្រឹមតែអង្គ2-3កំប៉ុងប៉ុណ្ណឹងនោះនៅពេលនោះវុត្រាក៏បានដើរមកដល់ផ្ទះរបស់មីងសុកហើយតែណាទៅណីដែរនឹងក្មួយបានជាម៉ោងថ្មនេះមកដល់ផ្ទះមីងបាត់ទៅហើយនេះមីងខ្ញុំមានការចង់ពឹងមីងបន្តិចមានការអីក៏ឆាប់និយាយមកចុះក្មួយបើសិនជាមីងអាចជួយឯងបានមីងប្រកាសជាជួយហើយគឺខ្ញុំចង់មកខ្ចីអង្គមីងបាន2-3កំប៉ុងបានទេមីងនេះមីងប្រាប់ឯងម្ដងទៀតណាកុំភ្លេចយកមកសងមីងផងម៉ែវាហើយមិនក៏ម៉ែវាឯងដូចជាតឹងរឹងអីសម្បើម្លេះនេះក្មួយវុត្រាគេគ្រាន់តែមកខ្ចីអង្គ2-3កំប៉ុងសោះហ្នឹងពុកវាឯងណាចេះតែអញ្ចឹងរហូតបានជាអ្នកខ្លះខ្ចីមិនដែលឃើញសងសោះគឺខ្ចីរហូតមិនដែលទុំត្មងហើយវាមិនតែខាតបងអីច្រើនទេម៉ែវាអើយត្រឹមតែអង្គ2-3កំប៉ុងប៉ុណ្ណឹងនោះគ្នាខ្វះខាតហើយបានជាគ្នាហ៊ានហាមាត់មកខ្ចីយើងដល់ផ្ទះបែបនេះណាម៉ែវានេះខ្ញុំអត់បានគិតដូចពុកវាឯងទេណាខ្ចីគឺខ្ចីសុំគឺសុំបន្ទាប់ពីមីងសុកនិយាយដូចនេះហើយគាត់ក៏បានឡើងទៅលើផ្ទះបាត់ទៅក្មួយអង្គនេះយកទៅហូបចុះក្មួយបើសិនជាថ្ងៃក្រោយក្មួយខ្វះខាតក្មួយអាចមករកពូបានទៀតណាប្រពន្ធពូគាត់ចេះតែអញ្ចឹងឯងតែតាមពិតគាត់ជាមនុស្សល្អទេបាទពូមិនអីទេខ្ញុំអរគុណពូច្រើនណាស់បន្ទាប់ពីខ្ចីអង្គពូសាននិងមីងសុកបានហើយវុត្រាក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញចាំមិនហើយបងនេះគាត់ព្រមឲ្យយើងខ្ចីឬអត់បាទអូននេះគឺពួកគាត់ចិត្តល្អឲ្យយើងខ្ចីតាអូននេះអូនយកអង្គនេះទៅដាំបាយហូបចុះម៉ែវានេះម៉ែវាឯងគួរតែរៀបចំមន្ទាស្រូវអង្គ
និងរបស់ដែលមានតម្លៃមួយចំនួនទុកឲ្យហើយទៅណា ចាពុកវាខ្ញុំដឹងហើយ នៅផ្ទះកេសរសួស្ដីអ្នកទាំងពីរហើយនេះពួកឯងទាំងពីរអ្នកបានរៀបចំប្រដាប់ប្រដាមាន់ទាស្រូវកអស់ហើយនៅហ្នឹងហ៎ ចាបងពួកខ្ញុំទាំងពីរមិនបានត្រៀមអីវ៉ាន់នោះទេបងពួកខ្ញុំទាំងពីរព្រោះតែអង្គហូបមិនទាន់គ្រប់នឹងគេផង ងាប់ហើយនេះចុះពួកឯងទាំងពីរអ្នករងកហូបមិនគ្រប់ផងហើយពួកឯងទាំងពីរអ្នកបានអីហូបទៅអញ្ចឹងខ្ញុំនិយាយមិនលាក់បាំងអីទេបងនេះកាលពីប្រហែលថ្ងៃមុននោះខ្ញុំទើបតែទៅខ្ចីអង្គពីមីងសុកបានប្រហែលកំប៉ុងនោះទេ នឹងហើយបើថាពួកឯងគ្មានទេខ្ញុំក៏មិនថាអីដែរខ្ញុំលាពួកឯងទាំងពីរអ្នកហើយណាបងដូចជាពិបាកចិត្តដល់ហើយអូននេះឲ្យតែដល់រដូវដែលគេសែនព្រេនពួកយើងមិនដែលបានទៅជួយអីខ្លះដល់គេសោះបងខ្លាចក្រែងថាបើថ្ងៃណាមួយមានរឿងអីកើតឡើងប្រកាសជាគ្មាននរណាគេមកជួយយើងនោះទេអូនមិនដឹងថាគិតធ្វើយ៉ាងម៉េចដូចគ្នាដែរបងយ៉ាងម៉េចហើយអាចកការងារដែលយើងប្រាប់ឯងឲ្យតែធ្វើនោះឥឡូវនេះយ៉ាងម៉េចហើយបានអ៊ំមេភូមិការងារដែលអ៊ំមេភូមិឲ្យខ្ញុំទៅធ្វើនោះឥឡូវនេះខ្ញុំបានប្រមូលមករួចរាល់អស់ហើយពួកអ្នកស្រុកអ្នកភូមិគេបាននាំគ្នាចាប់មាន់ចាប់ទានិងប្រមូលស្រូវអង្ករព្រមទាំងមាសប្រាក់មួយចំនួនយកមកឲ្យខ្ញុំហើយអ៊ំមេភូមិនេះល្អហើយដែលអ្នកស្រុកអ្នកភូមិគេស្រោះដៃស្រោះជើងគ្នាបែបនេះបានអ៊ំមេភូមិតែអត់តែមកគ្រួសារទេគឺគ្រួសាររបស់វុត្រាហើយនឹងកេសរពួកគេថាពួកគេអត់មានទាំងអង្គហូបទៀតផងដូច្នេះហើយខ្ញុំបានយកអីពីផ្ទះរបស់គេទេលោកអ៊ំមិនអីទេបើពួកគេខ្វះខាតមិនបាច់យកអីមកក៏បានដែរនេះយើងគិតថាឯងប្រមូលអីវ៉ាន់និងសម្ភារៈទាំងអស់នេះយកទៅផ្ទះម៉ែគ្រូជាមួយយើងឥឡូវនេះទៅបានអ៊ំមេភូមិពេលនោះអ៊ំមេភូមិនិងនាយចော့ក៏បានយួរសម្ភារៈទាំងនោះទៅកាន់ផ្ទះរបស់ម៉ែគ្រូលោកមេភូមិនេះលោកមេភូមិយកសម្ភារៈមកឲ្យមែនទេបាទម៉ែគ្រូនេះខ្ញុំបានប្រមូលសម្ភារៈទាំងអស់នេះមកហើយអញ្ចឹងចូលម៉ែគ្រូចាប់ផ្ដើមធ្វើពិធីចុះណាល្អណាស់លោកមេភូមិរបស់យើងឲ្យទៅធ្វើបែបនេះរាល់ឆ្នាំនោះពួកអ្នកភូមិប្រកាសជាមានទឹកភ្លៀងធ្វើស្រូវធ្វើស្រែបានជារៀងរាល់ឆ្នាំជាមិនខាននោះទេមែនហើយម៉ែគ្រូនេះខ្ញុំក៏សូមអរគុណដល់ម៉ែគ្រូផងដែរដែលបានជួយដល់អ្នកភូមិរបស់យើងមិនអីទេលោកមេភូមិឲ្យតែលោកមេភូមិនិងអ្នកភូមិព្រមធ្វើពិធីនេះជារៀងរាល់ឆ្នាំនោះខ្ញុំនឹងជួយគ្រប់គ្នាដែលនៅក្នុងភូមិជាក់ជាមិនខានទេម៉ែគ្រូហើយនេះម៉ែគ្រូចាប់ផ្ដើមពិធីពេលណាទៅខ្ញុំដូចជាមានអារម្មណ៍ថាស្រាវឆ្អឹងខ្នងអាមិនដឹងទេយើងនឹងផ្ដើមធ្វើពិធីនៅបន្តិចទៀតនេះហើយមាត់របស់ឯងនៅស្ងៀមចុះប្រយ័ត្នយើងឲ្យស្បែកកបីចូលពោះឯងទៅអូយនេះម៉ែគ្រូមិនក៏លេងអញ្ចឹងខ្ញុំឈប់ហ៊ាននិយាយអីផ្ដេសផ្ដាស់ហើយបិទមាត់ឯងទៅអាចកកុំចេះតែនិយាយផ្ដេសផ្ដាស់ប្រយ័ត្នយើងដាក់ក្បាលឯងមកកញ្ញទៅនៅពេលនោះម៉ែគ្រូក៏បានធ្វើពិធីសូត្រផ្លុំហើយផ្ទៃមេឃក៏ចាប់ផ្ដើមខ្មៅងងឹតមួយរំពេចយាយម៉ែគ្រូពិតជាប្រកែកស័ក្តិសិទ្ធិមែនណលោកអ៊ំមេភូមិខ្ញុំដូចជាខ្លាចដល់ហើយអាចកបិទមាត់របស់ឯងទៅហើយបើឯងនៅតែនិយាយទៀតណាយើងដាក់ក្បាលឯងខានទីបន្ទាប់ពីធ្វើពិធីរួចលោកមេភូមិនិងនាយចော့ក៏បានត្រឡប់មកផ្ទះវិញអើយវត្រាហើយនៅកែសហើយពួកឯងទាំងពីរនៅផ្ទះអត់នឹងចាស់មីងខ្ញុំនៅផ្ទះតាមីងមកផ្ទះខ្ញុំមានការអីមែនទេនេះឯងសួរយើងធ្វើពើឬមួយក៏ឯងមិនដឹងពិតប្រាកដមែនណាចាស់មីងខ្ញុំពិតជាមិនដឹងពិតមែនមីងអាចជួយប្រាប់ខ្ញុំផងបានទេថាមីងមកមានការអីឲ្យប្រកាសណែនេះយើងប្រាប់ឯងឲ្យដឹងចុះណាគឺយើងមកយកអង្គដែលប្តីឯងទៅខ្ចីយើងកាលពីប្រហែលថ្ងៃមុននោះអូគឺជារឿងហ្នឹងទេឯមីងឥឡូវនេះខ្ញុំអត់ទាន់មានអង្គទេមីងចាំពី3ថ្ងៃទៀតទៅចាំខ្ញុំយកទៅសងវិញយើងនេះបានប្រាប់ប្តីរបស់ឯងដែរថាបើខ្ចីហើយឲ្យយកទៅសងយើងវិញផងតែនេះបាត់ក្បាលឈឹងតែម្ដង4-5ថ្ងៃហើយមិនឃើញយកទៅសងយើងវិញសោះចាស់មីងមិនអីទេចាំពី3ថ្ងៃទៀតចុះណាមីងចាំខ្ញុំយកទៅសងមិនឲ្យខកខាននោះទេនេះឯងនិយាយហើយណា
ថាបើពី3ថ្ងៃទៀតឯងយកទៅសងយើងតែបើអត់យកទៅសងយើងទេប្រយ័ត្នយើងមកដល់ផ្ទះទៀតបន្ទាប់ពីមីងសុកស្ដីបន្ទោសទៅកាន់កេសររួចហើយគាត់ក៏បានដើរត្រឡប់មកផ្ទះវិញហើយនេះម៉ែវាឯងទៅមកពីណានឹងហ៎ហើយគឺគ្មានមកពីណាទេគឺខ្ញុំមកពីទីអង្គរដែលវុត្រាគេបានចម្ពាក់នឹងឯងហើយខ្ញុំដូចជាឆ្ងល់នឹងម៉ែវាឯងណាស់គ្រាន់តែអង្គពី3កំប៉ុងសោះហេតុអីក៏មិនឲ្យពួកគេហូបទៅនេះអាមួយកំប៉ុងពីរកំប៉ុងនេះមិនមែនបានមកទេនោះទេគឺខ្ញុំណាខំប្រឹងចុកចង្កេះចុកខ្នងទម្រាំបានវាយកមកហូបទៅខ្ញុំចាញ់ហើយខ្ញុំខ្ជិលនិយាយអីជាមួយម៉ែវាឯងទៀតណាលុះយប់ឡើងម៉ែគ្រូដេកមិនលក់ចេះតែរសាប់រសល់នឹកឃើញចង់ហូបអីស្រស់ក៏ធ្វើឲ្យគាត់ទ្រាំមិនបានអូយហេតុអីក៏ថ្ងៃនេះខ្ញុំដូចជាមានអារម្មណ៍ចង់ផឹកឈាមស្រស់បែបនេះគ្រាន់តែម៉ែគ្រូនឹកឃើញបែបនេះគាត់ក៏បានប្រើយុទ្ធសិលដើម្បីបំបាំងកាយចូលទៅក្នុងភូមិនេះយើងនឹងចាប់យកមន់អ្នកស្រុកទាំងអស់នេះដើម្បីយកមកស៊ីម្ដងមួយដើម្បីយកឈាមស្រស់ទាំងអស់នេះបង្កើនមហិទ្ធិឫទ្ធិរបស់យើងបន្ទាប់ពីនិយាយដូច្នេះហើយម៉ែគ្រូក៏បានចាប់មន់អ្នកស្រុកម្ដងមួយអស់ជាច្រើនក្បាលនៅក្នុងមួយយប់ណែម៉ែវាហើយនេះម៉ែវាឯងជួយមើលខ្ញុំបន្តិចទៅមើលមន់របស់យើងហេតុអីបានជាងាប់ច្រើនម្ល៉េះហ៎អេឬមួយនេះជាស្នាមសត្វព្រៃខំតែដឹងពុកវានេះបើតាមខ្ញុំមើលទៅណាវាដូចជាមិនជាស្នាមសត្វព្រៃខំនោះទេហើយបើសិនជាសត្វព្រៃខំវាប្រកាសជាស៊ីទាំងសាច់អស់មិនខានទេពុកវាឯងនិយាយបែបនេះគឺវាត្រឹមត្រូវមួយយ៉ាងដែរតែនេះហេតុអីបានជាមានតែស្នាមខំហើយនៅសល់សាកសពបែបនេះរឿងនេះដូចជាមិនស្រួលទេម៉ែវាអញ្ចឹងយើងគួរតែយកដំណឹងនេះទៅប្រាប់លោកមេភូមិទៅអីនៅពេលនោះពូប៉ោងនិងមីងនួនគាត់បានយកដំណឹងនេះទៅប្រាប់លោកមេភូមិលបងមេភូមិអើយលបងមេភូមិយប់មិញនេះណាមន្ទីររបស់ខ្ញុំមិនដឹងថាមានអីមកសម្លាប់នោះទេបើតាមស្លាកស្នាមដែលយើងមើលឃើញនេះប្រហែលជាមានសត្វអីវាមកខំមន់ទាំងអស់នេះហើយតើវាជាសត្វអីមកខំឲ្យប្រកាសទៅលោកមេភូមិរឿងនេះបើឲ្យខ្ញុំប្រកាសតែម្ដងថាជាសត្វអីនោះខ្ញុំមិនទាន់អាចថាបាននោះទេពិតមែនហើយលោកមេភូមិតែនេះធ្វើយ៉ាងម៉េចទៅទើបយើងអាចដឹងថាជាអ្វីឲ្យប្រកាសនោះឥឡូវនេះមានតែពួកយើងទៅឲ្យម៉ែគ្រូជួយទស្សន៍ទាយមើលទេថាវាជាអ្វីឲ្យប្រកាសទៅនៅពេលនោះអ្នកទាំងអស់គ្នាក៏បានធ្វើដំណើរទៅផ្ទះរបស់ម៉ែគ្រូនេះខ្ញុំចង់ឲ្យម៉ែគ្រូទស្សន៍ទាយមើលថានៅក្នុងភូមិរបស់យើងឥឡូវនេះវាមានសត្វចម្លែកអីបានជាវាមកសម្លាប់មន្ទីររបស់ពួកអ្នកស្រុកបែបនេះមិនអីទេអ្នកទាំងអស់គ្នាកុំបារម្ភអីចាំយើងនឹងជួយប្រមើលមើលថាក្នុងភូមិរបស់អ្នកទាំងអស់គ្នាហេតុអីមានរឿងអីឲ្យពិតប្រាកដនៅពេលនោះម៉ែគ្រូក៏បានបិទភ្នែករួចគាត់ក៏បាននិយាយថានៅក្នុងភូមិរបស់យើងឥឡូវនេះគឺមានវិញ្ញាណចូលសន្ធិដ្ឋនៅក្នុងខ្លួនមនុស្សហេតុដូច្នេះហើយបានជាពេលយប់ឡើងវិញ្ញាណអាក្រក់ទាំងនោះចេញមករាតត្បាតមនុស្សលោកថាម៉េចម៉ែគ្រូមានរឿងដូច្នេះផងមែនទេគឺពិតណាស់ពួកឯងស្ដាប់មិនច្រឡំទេអញ្ចឹងពួកយើងមានវិធីអីកម្ចាត់វិញ្ញាណអាក្រក់ទាំងនោះបានទេម៉ែគ្រូវិធីតែមួយគត់គឺចាប់មនុស្សយកទៅដុតទាំងរស់ដើម្បីឲ្យវិញ្ញាណនោះចាក់ចេញជារៀងរហូតថាម៉េចម៉ែគ្រូនេះដល់ថ្នាក់ដុតទាំងរស់ផងហ៎តែនេះវាដូចជាសាហាវព្រៃផ្សាយពេកទីដឹងហើយខ្ញុំគិតថាដូចជាមិនកើតទេលបងមេភូមិពួកយើងធ្វើបែបនេះប្រយ័ត្នមានទោសណាលោកមេភូមិសម្រេចចិត្តចោះរវាងសម្លាប់មនុស្សដើម្បីបណ្ដេញវិញ្ញាណនិងទុកវិញ្ញាណនោះធ្វើអីគឺស្រេចតែចិត្តរបស់វាចោះខ្ញុំដូចជាពិបាកសម្រេចចិត្តណាស់អញ្ចឹងហើយខ្ញុំទុកឲ្យអ្នកទាំងអស់គ្នាចូលរួមក្នុងការសម្រេចចិត្តទាំងអស់គ្នាចុះដើម្បីឲ្យពួកអ្នកភូមិយើងបាននៅសុខយើងត្រូវតែចាប់ពួកគេឲ្យណាលោកមេភូមិម៉ែគ្រូហើយនេះពួកយើងធ្វើមិនដឹងថាវិញ្ញាណនោះវាចូលសន្ធិដ្ឋនឹងនរណាម្នាក់ទៅមានអីពិបាកទៅបើសិនជាអ្នកទាំងអស់គ្នាចង់ឃើញយើងនឹងឲ្យឃើញតែម្ដងនៅពេលនោះម៉ែគ្រូក៏បានប្រើយុទ្ធសិលដើម្បីបំភាន់ភ្នែកអ្នកទាំងអស់គ្នាឲ្យមើលឃើញថាកេសរគឺជាមនុស្សដែលមានវិញ្ញាណចូលសន្ធិដ្ឋ
នេះគឺជានាងកែសនតានេះអ្នកទាំងអស់គ្នាបានមើលឃើញហើយថាគេគឺជាកែសគេត្រូវបានវិញ្ញាណចូលសន្ធិដ្ឋដូច្នេះហើយអ្នកទាំងអស់គ្នាសម្រេចចិត្តចុះថាចង់ទុកគេឲ្យរស់រានមានជីវិតបន្តទៀតឬក៏ចាប់គេដុតទាំងរស់ ឥឡូវនេះខ្ញុំសម្រេចចិត្តហើយថាយើងត្រូវតែសម្លាប់នាងកេសរចោលដើម្បីឲ្យភូមិរបស់យើងនេះបានសុខដូចដើមវិញនៅពេលនោះពួកអ្នកភូមិក៏បានមកដល់ផ្ទះរបស់វុត្រានិងកេសរពូមីងហើយនេះមានរឿងអីមែនទេបានជាអ្នកទាំងអស់គ្នាមកផ្ទះរបស់ខ្ញុំច្រើនយ៉ាងនេះវុត្រាហើយនេះប្រពន្ធឯងនៅផ្ទះដែរទេនឹងបាទលោកអមេភូមិប្រពន្ធខ្ញុំនៅលើផ្ទះឯណោះបើប្រពន្ធឯងនៅលើផ្ទះឯងហៅនាងឲ្យចុះក្រោមមកពួកយើងមានការចង់ជួបនាងឯងគួរតែប្រគល់ប្រពន្ធរបស់ឯងមកឲ្យពួកយើងបើសិនជាឯងចង់រស់នៅក្នុងភូមិនេះបន្តទៀតនោះអ្នកទាំងអស់គ្នានិយាយពីអីពេលនេះខ្ញុំដូចជាវល់អស់ហើយស្ដាប់មិនយល់ទេអ្នកទាំងអស់គ្នាមិនបាច់និយាយអីច្រើនទេឆាប់ទៅចាប់នាងកេសរយកមកនៅពេលនោះអ្នកភូមិក៏បានឡើងទៅចាប់នាងកេសរពីលើផ្ទះមកចងនៅខាងមុខផ្ទះរួចហើយពួកគេក៏បានស្រែកថាបើហើយដុតនាងចោលទៅដុតនាងចោលទៅបងប្អូនទាំងអស់គ្នាគួរតែរកហេតុផលសិនមិនគួរណាយកមនុស្សមកសម្លាប់ដោយគ្មានការពិចារណាអញ្ចឹងនោះទេព្រោះវាធ្វើឲ្យអ្នកទាំងអស់គ្នាមានវិបដិសារីនៅថ្ងៃក្រោយមិនខានកុំស្ដាប់តាមគេឲ្យសោះឆាប់ដុតគេភ្លាមទៅពួកអ្នកភូមិត្រៀមដុតកេសរទៅហើយស្រាប់តែពេលនោះក៏មានលោកតាអេសីមួយអង្គបានចេញមកឈប់សិនអ្នកទាំងអស់គ្នាมันអាចដុតសម្លាប់មនុស្សដែលគ្មានកំហុសបាននោះទេកញ្ចាស់ឆាប់ចេញឲ្យឆ្ងាយភ្លាមទៅនេះបើនាងមិនព្រមដោះលែងគេទេកិច្ចថាយើងមិនបានប្រាប់ឲ្យសោះណាអូ នេះត្រឹមតែជាអីសេចកញ្ចាស់មួយក្បាលនេះឯងតើអាចធ្វើអីយើងបានទៅហ៎នាងថ្មឯងនេះប្រហែលជាត្រូវបដៅម្ដងហើយទើបរៀងចាលឯងមានយុទ្ធសិលប៉ុណ្ណានោះបញ្ចេញឲ្យអស់មកកុំគិតថាយើងខ្លាចឯងឲ្យសោះនៅពេលនោះឥសីក៏បានប្រើយុទ្ធសិលដើម្បីប្រយុទ្ធជាមួយនឹងម៉ែគ្រូហើយមួយសន្ទុះក្រោយមកនេះយកទៅនាងថ្មអូយនៅពេលនោះដែរម៉ែគ្រូក៏បានคล้ายទៅជាបិសាចកញ្ជ្រោងដូចដើមវិញអ្នកទាំងអស់គ្នាមិនត្រូវតែជាស្រាលចិត្តតែជឿអីផ្ដេសផ្ដាសនោះទេ